ba miền xuôi ôn Hiệp xua xóa xì ấy nè ấy để sọ bộ này nhỉ បាទសក់ខ្ញុំ ấy đam mình màn khai ấy ôn នេះដាំរយៈពេលកន្លះខែហើយ là khai cho បាទ ចាកន្លះខែ là khai đôi 5-10 ngày á បាទ ấy បងល្អបោះតង់លហកហ្មង បាទហ្នឹងសក់ខ្ញុំពីមុនវាមិនសូវល្អដែរទេប៉ុន្តែឥឡូវដល់ពេលខ្ញុំបានប្រើប្រាស់ផលិតផលរបស់លោកគ្រូនេះក្រុមហ៊ុននិករាជ5នេះដល់ពេលខ្ញុំប្រើទៅវាទៅជាឡើងផ្លៃល្អហ្មងក្នុងដំណាំហ្នឹងបាទខ្ញុំជឿជាក់លើផលិតផលហ្នឹងបានខ្ញុំប្រើប្រាស់របស់គាត់ហ្នឹងគឺវាគ្រាន់បើល្អហ្មងមានគុណភាពអញ្ចឹងខ្ញុំទុកចិត្តលើក្រុមហ៊ុននិករាជ5នេះបាទខ្ញុំប្រើតែលទ្ធផលហ្នឹងទេពីព្រោះថាដូចជាសត្វដូចចង្កូវអញ្ចឹងខ្ញុំបាញ់ទៅភ្លាមខ្ញុំមើលលទ្ធផលហ្នឹងខ្ញុំឃើញគួរថាទទួលយកបានបាទអញ្ចឹងគុណភាពហ្នឹងខ្ញុំពេញចិត្តនឹងការនេះឆ្នាំក្រុមហ៊ុនរបស់និករាជ5ហ្នឹងអញ្ចឹងបាទអធិស្ឋានឲ្យកាលពីកន្លងមកហ្នឹងមិនទាន់បានប្រើហ្នឹងមានដែរបានប្រើអីផ្សេងទៀតទេខ្ញុំប្រាប់ថាចេះខ្ញុំធ្លាប់ប្រើលទ្ធផលរបស់គេដែរប៉ុន្តែវាអត់ដូចចឹងបាទវាអត់ដូចចឹងទេបាទអញ្ចឹងខ្ញុំឃើញនេះខ្ញុំប្រើនេះដូចថាមានអារម្មណ៍មួយថាខ្ញុំទុកចិត្តមែនតើឆ្នាំនេះហើយនិករាជក្រុមហ៊ុននិករាជ5នេះបាទឥឡូវបាទជំរាបសួរពុកម៉ែបងប្អូនឥឡូវខ្ញុំបានមកដល់ទឹកដីខេត្តកំពង់ឆ្នាំងក្រុងកំពង់ឆ្នាំងសង្កាត់ផ្សារឆ្នាំងបាទស្ថិតនៅភូមិចុងបបោះចុងបបោះចឹងជ្រួយបបោះគាត់មិនច្បាស់ចាចុងបបោះមានចុងមានគល់ពីដើមជ្រួយបបោះសម្ដីបងប្អូនប្រុសហើយបងប្អូនឈ្មោះអីខ្ញុំឈ្មោះភិរិនបាទភិរិនហើយដែលគាត់ប្រកបនៅមុខរបរដំណាំកសិឧស្សាហកម្មនេះមិនតែសក់ទេបងប្អូនដាំអីខ្លះខ្ញុំដាំជំហានទី1ខ្ញុំដាំសណ្ដែកនិងត្រាវបាទផុតពីហ្នឹងទៅបានខ្ញុំអានេះដីនេះខ្ញុំអស់ត្រាវហើយបានខ្ញុំដាក់ជាតសក់វិញបាទទី1បងក៏ប្រមូលផលត្រាវហើយតសក់វិញចំណេញចំណេញបានច្រើនអញ្ចឹងយើងដាំត្រាវយកទៅលក់បងប្អូនមិនហូបត្រាវតែខុសពីមាត់ចាគេនិយាយថាមាត់ស៊ីត្រាវហ្មងអត់ទេនិយាយច្រើនបាទអរគុណណាស់ឥឡូវពុកបងប្អូនបានស្ដាប់បងប្អូនគាត់បានរាយរាប់ហើយពីផលិតផលរបស់ក្រុមហ៊ុននៀក5ដែលគាត់ប្រើបានជោគជ័យបាទនៅលើដំណាំរបស់គាត់ពិសេសគឺដង្កូវសម្ោចសត្វល្អិតនានាហើយម្យ៉ាងទៀតធ្វើឲ្យភាពលូតលាស់នៃសសក់របស់គាត់នេះបាទបងប្អូនឃើញជាក់ស្ដែងនឹងភ្នែកហ្នឹងក៏មកថាខ្ញុំនិយាយអូចេះតែថាណាបាទពាណិជ្ជកម្មតាមទូរទស្សន៍ឲ្យទៅឃើញថាមិនបានតោះស្គាល់ពាក្យជាមួយបងផ្ទាល់អ្នកម្ចាស់ការទុកចិត្តឥឡូវនាំបងប្អូនមកជួបមួយបងប្រុសម្ចាស់ការគាត់រៀបរាប់ប្រាប់ហើយឥឡូវនេះបងប្អូនជាកសោបានស្ដាប់ហើយទេសនានៅតាមเพจនេះផងហើយមួយទៀតសំណូមពរបងប្អូនមានពាក្យពេចន៍អីផ្ដាំផ្ញើទៅដល់ទៅខាងក្រុមហ៊ុនដើម្បីរក្សាគុណភាពថ្នាំឬក៏ដំឡើងគុណភាពយ៉ាងណាសូមចេញវិចាររបស់នៅព្រោះគ្រប់គ្រងដល់ថ្នាក់នេះហើយណាបាទខ្ញុំមានអារម្មណ៍ថាខ្ញុំទៅសារដល់ខាងក្រុមហ៊ុននេះ5បាទខ្ញុំមិនដែលប្រើបានផលិតផលល្អអញ្ចឹងទេអញ្ចឹងខ្ញុំសូមអរគុណដល់អ្នក5ដែលខ្ញុំចំណាយលុយឲ្យមិនខុសបាទអញ្ចឹងខ្ញុំអរគុណខ្ញុំទុកចិត្តនៅលើក្រុមហ៊ុននិករាជ5នេះបាទព្រោះខ្ញុំបាញ់ដូចថាធ្លាប់ដាក់ផលិតរបស់គេផ្សេងដាក់ដូចជាច្រើនដាក់ទៅដូចថាវាអត់សូវមានលទ្ធផលអីវាមើលទៅគួរឲ្យទុកចិត្តប៉ុន្តែដល់ខ្ញុំមកប្រើលទ្ធផលនេះ5នេះគឺខ្ញុំដាក់តែបន្តិចឲ្យចំណេញលុយហើយខ្ញុំបាញ់អាចងាប់សត្វអត់បានគ្រប់ចោលបាទអរគុណណាស់ហើយទី1ទឹកដាក់បន្តិចនេះក៏ប៉ុន្តែតែតាមគោលការណ៍នៃកម្រិតរបស់ទឹកថ្នាំបាទឲ្យអាស័យបាទតាមចែកទេបាទអញ្ចឹងអរគុណច្រើនហើយក៏សូមជូនបងប្អូនហើយដែលបានគ្រប់គ្រងផលិតផលក្រុមហ៊ុននេះ5នេះហើយនឹងពាក្យពេចន៍ដើម្បីឲ្យការផ្សព្វផ្សាយជូនដល់ប្រជាកសិករយើងគ្រប់គ្រងបាទរបស់ថ្នាំសម្រាប់សត្វល្អិតទាំងស្មៅរបស់ក្រុមហ៊ុននេះ5ជូនបងប្អូនសុខសប្បាយដល់គ្នាទាំងហើយគុណច្រើនបាទ